ជំពូកទី6កាន់គម្ពីរហោរាធំព្រះគម្ពីរអេសាយពន្ធកិច្ចរបស់ហោរាដ៏ធំនេះចាប់ផ្ដើមពីឆ្នាំចុងក្រោយនៃរជ្ជកាលគ្រប់គ្រងរបស់ស្ដេចអ៊ូសៀសក៏ត្រូវបានហៅថាអាសារ៉ារហូតដល់ចុងរជ្ជកាលនៃស្ដេចហេសេគៀនៅក្នុងសម័យកាលនោះនគរខាងជើងគឺពួកអ៊ីស្រាអែលត្រូវបានពួកអាសឺចាប់យកទៅធ្វើជាឆ្លើយនៅប្រទេសរបស់ពួកគេរីឯនគរខាងត្បូងគឺពួកយូដាក៏បានទទួលការគំរាមកំហែងពីពួកអាសឺដែរតែព្រះជាម្ចាស់បានជួយសង្គ្រោះពួកយូដាឲ្យរួចផុតពីកណ្ដាប់ដៃនៃសត្រូវរបស់ខ្លួនវិញទោះបីជាហោរាអេសាយបានទូសទាយម្ដងម្កាលអំពីពួកអ៊ីស្រាអែលមុនពេលពួកគេជាប់ខ្លួនជាឆ្លើយក៏ពិតមែនតែទំនាយរបស់គាត់ភាគច្រើនគឺតាក់ទងទៅនឹងពួកយូដាហោរាអេសាយបានស្ដីបន្ទោសខ្លាំងៗប្រឆាំងទាស់នឹងអំពើបាបជាច្រើនរបស់ពួកយូដាជាពិសេសអំពើបាបនៃការថ្វាយបង្គំរូបព្រះហើយក៏បានព្រមានដល់ពួកគេថាពួកគេនឹងត្រូវបានធ្វើជាឆ្លើយរបស់ពួកបាប៊ីឡូនជាលទ្ធផលនៃអំពើបាបហោរាអេសាយក៏បានសរសេរអំពីសេចក្តីជំនុំជម្រះរបស់ព្រះជាម្ចាស់ទៅលើប្រទេសផ្សេងៗដែលជាសត្រូវរបស់រាស្ត្រទ្រង់ជាពិសេសប្រទេសអាសឺនិងប្រទេសបាប៊ីឡូនហើយក៏មានប្រទេសឯទៀតដូចជាម៉ូអាប់ ដាម៉ាស់ អេស៊ីបនិងទីរុសជាចុងក្រោយខណៈដែលហោរាអេសាយបានស្ដីបន្ទោសខ្លាំងៗនិងទូសទាយអំពីសេចក្តីវិនាសអន្តរាយរបស់ពួកយូដាហោរាអេសាយក៏មានសេចក្តីទំនាយដែលកំសាន្តចិត្តដល់ពួកយូដាគឺជាការយាងមករបស់ព្រះមេស៊ីដែលជាក្តីសង្ឃឹមតែមួយគត់របស់សាសយូដាគាត់បានទាយអំពីព្រះគ្រីស្ទគឺតាក់ទងនឹងការប្រសូតការរស់នៅការរងទុក្ខការសុគតនិងការមានព្រះជន្មរស់ឡើងវិញព្រមទាំងការសោយរាជ្យនៅលើផែនដីប្រកបដោយសិរីល្អនាពេលអនាគតដោយសារសេចក្តីទំនាយដ៏អស្ចារ្យអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទទាំងនេះដែលគាត់បានសរសេរប្រហែលជា700ឆ្នាំមុនព្រះគ្រីស្ទប្រសូតបានជាយើងហៅហោរាអេសាយថាជាហោរានៃដំណឹងល្អ